សួស្តីលីសាសួរគ្រូណាចង់ឲ្យលីសាណែនាំខ្លួនតិចបាទខ្ញុំបាទឈ្មោះពេជ្រលីសាខ្ញុំមានអាយុ20ឆ្នាំខ្ញុំជាសិស្សនៃសាលាព្រះគម្ពីរខេត្តបាត់ដំបងបច្ចុប្បន្នខ្ញុំមានអាយុ20ឆ្នាំហើយឥឡូវនេះខ្ញុំរៀននៅឆ្នាំទី4អូចុះហេតុអ្វីបានជាលីសាមករៀនសាលាកាពីនេះបាទលោកគ្រូខ្ញុំមករៀនសាលាកាពីនេះដោយសារតែទី1លោកយាយរបស់ខ្ញុំគាត់បញ្ជូនខ្ញុំមកតែខ្ញុំមិនទាន់យល់ពីជំនឿទេក៏ប៉ុន្តែដោយសារតែព្រះអង្គបានជ្រើសរើសខ្ញុំនៅទីនេះតើមកខ្ញុំបានទទួលក្តីស្រឡាញ់ពីព្រះអង្គការសង្គ្រោះពីព្រះអង្គហើយខ្ញុំក៏មានអារម្មណ៍នៅក្នុងការបន្តការសិក្សារបស់ខ្ញុំបន្តទៀតនៅទីនេះអូនេះជាគោលបំណងផលលីសាទេបាទបាទតើលីសាមានចំណាប់អារម្មណ៍អ្វីដែរនៅក្នុងសាលាកាពីនេះអូលោកគ្រូអរគុណសម្រាប់សំណួរមួយនេះខ្ញុំមានចំណាប់អារម្មណ៍ជាពិសេសជាងគេគឺលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យដែលគាត់បានបង្រៀនមិនថាមុខវិជ្ជាអ្វីក៏ដោយគឺគាត់បង្រៀនដោយទឹកចិត្តហើយនឹងក្តីស្រឡាញ់របស់គាត់ផ្សារភ្ជាប់ជាមួយនឹងការបង្រៀនដោយក្តីស្រឡាញ់ដែលមកពីព្រះបន្ទូលរបស់ព្រះព្រមទាំងរបៀបនៅក្នុងការរស់នៅរបស់ព្រះផងដែរបាទអរគុណតោះចុះអ្វីទៅជាចក្ខុវិស័យរបស់លីសាបាទអរគុណលោកគ្រូសម្រាប់ចក្ខុវិស័យរបស់ខ្ញុំគឺនៅថ្ងៃអនាគតខ្ញុំនឹងជួយទៅកាន់ពួកជំនុំរបស់ខ្ញុំក៏ដូចជាក្មេងៗកម្ពុជាទាំងអស់ព្រមទាំងសង្គមដែលខ្ញុំរស់នៅឲ្យមានចំណេះដឹងថ្មីព្រមទាំងជួយបង្រៀនពួកគេព្រមទាំងប្រាប់ពួកគេអំពីដំណឹងល្អដើម្បីពួកគេអាចមានជីវិតប្រសើរឡើងព្រមទាំងរស់នៅដោយសេចក្តីសុខសាន្តដែលមកពីព្រះអង្គបាទអរគុណច្រើនអរគុណគ្រូ